สู้ได้ทีม Cooking Food ទាំងអស់គ្នាបាទជម្រាបសួរពីចម្ងាយទាំងអស់គ្នាពុកម៉ែបងប្អូនជាទីគោរពរាប់អានទាំងទីជិតទាំងទីឆ្ងាយបាទមកតាមដានការបាទយើងចង្ហុយឬក៏ខ្នប់បាទប្រសិទ្ធឈើរបស់យើងបាទជាមួយនឹងសាច់គោបាទគ្រឿងក្រៅរបស់យើងក៏ដូចដឹងស្រាប់ហើយមានអីទេមានល្មៀតកាទៀមម្ទេសក៏ស្លឹកគ្រៃហើយជាមួយនឹងបាទស្លឹកម្រះព្រៅបាទយើងរំលីងវារឹកឈ្ងុយបន្តិចណាយើងដាក់ស្ករបន្តិចប៊ីចេងបន្តិចមកណាហើយរ៉ូឌីបន្តិចទៀតមកបាទថែមហើយយើងថែមប្រហុកបន្តិចបាទយើងរំលីងជាមួយគ្នាឲ្យឈ្ងុយណាមានក្លិនឈ្ងុយបាទឃើញថាក្លិនឈ្ងុយហើយចាំយើងដាក់សាច់បាទយើងដាក់សាច់ចូលបាទណាច់សាច់យើងចូលមកបាទកូរវាកូរចុះកូរឡើងមកបាទចឹងអ្នកខ្លះគេចូលចិត្តសាច់មិនសូវឆ្អិនខ្លាំងក៏គេឆាប់លើកទៅណាដល់ពេលខ្ញុំបាទកូរឆ្អិនមកដោយសារដាក់ផុយមកថ្មិញរៀងយ៉ាប់តែបាទក្រោយពីឃើញថាយើងសាច់របស់យើងរៀបសពបបែបនេះហើយយើងកូរលេសពបបែបនេះហើយយើងក៏រៀបចំរោយកបន្លែរបស់យើងបន្លែនោះគឺផ្សិតបាទយើងដាក់ផ្សិតចូលផ្លុកបាទព្រឹបផ្សិតឈើគេថាមកមកខ្ចីល្អទៀតពុកម៉ែបងប្អូនទាំងគ្នាបាទយកពុកម៉ែបងប្អូនអាចតាមដានបាទការធ្វើម្ហូបរបស់ខ្ញុំបានយើងក៏ត្រឡប់ចុះត្រឡប់ឡើងមកត្រឡប់ចុះត្រឡប់ឡើងត្រឡប់ចុះត្រឡប់ឡើងមកបាទហើយយើងបាទក្របវាបាទឲ្យវាផុយបន្តិចចាំយើងថែមទឹកបាទដាក់ទឹកមកជ្រោយដែរបាទអញ្ចឹងម្ហូបមុខនេះបាទថាឆ្ងាញ់ហ្មងកប់ស្រីរីហើយបាទហ្នឹងនេះគេថាស្ពើបហើយបាទឆ្អិនហើយបាទដួសដាក់ចានមកបាទយើងប្រើទឹកទេប្រើទឹកតិចបំផុតបាទនេះដួសដាក់ចានបែបនេះមកបាទថាមករសជាតិឆ្ងាញ់អញ្ចឹងពុកម៉ែបងប្អូនអាចតាមដាននៅវីដេអូខាងចុងបាននេះការបេះផ្សិតរបស់ខ្ញុំបាទផ្សិតយោតនាអស់ពុកម៉ែបងប្អូនហើយផ្សិតនោះខ្វះតែអ្នកហូបផ្សិតម៉ាកាណូបាទខ្វះទេផ្សិតនោះនៅខែនេះរដូវនេះគឺផ្សិតសម្បូរផ្សិតឈើបាទផ្សិតឈើតាមដើមច្មាស់ដើមចក្រមដើមរាំងដើមជលីដើមអីណាដើមពពាលដើមកគីបាទផ្សិតគេថាសម្បូរដោះបាទនៅរដូវនេះគឺថាសម្បូរណាស់បាទអញ្ចឹងពួកខ្ញុំចាប់រៀបចំបានបេះបាទតែមកដើមដែលដួលនេះហូបមកពេលនោះហូបអញ្ចឹងអស់បាទគេថាច្រើនមែនទែនបាទពុកម៉ែបងប្អូនអរគ្នាបើចង់ហូបអីទៅព្រៃទៅចូលព្រៃផ្លុកបាទដល់រូបបេះផ្សិតបាទមិនខ្វះទេផ្សិតបាទហើយនៅមួយដើមទៀតនេះគឺថាមកកណូនេះបាទអញ្ចឹងយើងឃើញថាការបេះផ្សិតនេះបាទចិត្តបានមកហូបហើយបាទចឹងពុកម៉ែបងប្អូនទាំងគ្នាតាមដាននៅចុងវីដេអូទាំងអស់គ្នានៃការបេះផ្សិតរបស់ខ្ញុំបាទដូចតទៅបាទសូមគោរពអរគុណច្រើននិងជម្រាបលាសុខសប្បាយទាំងអស់គ្នាពុកម៉ែបងប្អូនទាំងអស់គ្នាបាទ